ទីមួយគឺការចុះបញ្ជីដីតែកាលណាយើងអត់តន់ចុះបញ្ជីដីបានចប់សពគ្រប់ទេយើងអត់អាចរៀបចំប្លង់គោលការណ៍ទេចឹងហើយបានយើងខ្ញុំចុះបញ្ជីដីបាទឲ្យអស់ទី2ចំនួនដីធ្លី10ឆ្នាំមុនយើងមានប្រមាណ 20000 ចំនួនដែលប្តឹងមកក្រសួងរៀបចំណានដីនៅថ្ងៃនេះខ្ញុំអាចជម្រាបជូនបានថាយើងបាននៅក្រោម50ហើយបាទនៅក្រោម50រឿងហើយរឿងទាំងអស់នេះมันអាចទោះបីខ្ញុំនិយាយចឹងដែរក៏តែប្រយ័ត្នដែរมันអាចប្រកាត់ភ្លើងនេះទៀតទេភ្លើងបដិវត្តដីធ្លីឬមួយថាបញ្ហាតាក់ទិនទៅនឹងនយោបាយគឺมันអាចមានទៀតទេនេះគឺយើងបានបញ្ចប់ទាំងស្រុងបាទហើយ50នេះយើងនឹងព្យាយាមបញ្ចប់សង្ឃឹមថាខែ12នេះអាចទាំងអស់តែម្ដងទី3ភាពមិនចុះសម្រុងគ្នានៃការប្រើប្រាស់ដីនៅតំបន់ទន្លេសាបបាទដែលមាន6ខេត្តនៅក្នុងនោះតំបន់ទន្លេសាបអញ្ចឹងខ្ញុំអាចជំរាបជូនដែរថានឹងពេលខាងមុខឆាប់នេះយើងនឹងបញ្ចប់បញ្ហានេះដែរទី4ភាពមិនចុះសម្រុងគ្នានៃការប្រើប្រាស់ដីនៅតំបន់សៀមរាបបនគោយើងខ្ញុំនឹងបញ្ចប់បញ្ហានេះដែរបាទយើងមិនអាចបន្តដោយអ្វីដែលយើងធ្វើសពថ្ងៃទេបើយើងបន្តដោយសពថ្ងៃគឺបានសេចក្តីថាយើងនឹងមិនមានភាពមិនចុះសម្រុងគ្នារវាងអាជ្ញាធរអប្សរានិងបងប្អូនប្រជាជនដែលរស់នៅតំបន់នោះដែលនៅក្នុងនោះមាន114ភូមិហើយ114ភូមិនេះមានប្រជាជនដែលនៅជុំវិញទាំងអស់នោះប្របាក់170000នាក់ជារឿងធំហើយរឿងនេះគឺតេតិនទៅបញ្ហារៀបចំដែនដីតេតិនទៅការចុះបញ្ជីដីធ្លីតេតិនទៅការចំនួនដីធ្លីអញ្ចឹងយើងខ្ញុំនឹងបញ្ចប់បញ្ហានេះកិច្ចការមួយទៀតបុរីយើងខ្ញុំមានបណ្ដឹងមក170ករណីបានស្គាល់ថា170បុរីដែលមានបញ្ហានេះគឺជាបុរីដែលមិនមានការសុំច្បាប់អីទេជាទូទៅគាត់អ្នកវិនិយោគទិញដីពុះឡូធ្វើផ្ទះលក់ដោយមិនបានបញ្ជាក់ពីគុណវុឌ្ឍបញ្ជាក់អំពីស្ថានភាពហិរញ្ញវត្ថុរបស់គាត់បាទការទទួលខុសត្រូវរបស់គាត់ខ្ញុំអាចជំរាបជូនដែរថាយើងបានបញ្ចប់ការងារនេះបានច្រើនបាទបានច្រើនសឹងតែទាំងអស់ដែរហើយបញ្ហាមួយទៀតគឺសេវាសពថ្ងៃនេះគឺយើងមិនអាចប្រើប្រាស់ដោយតែអ្វីយើងធ្លាប់បានធ្វើទេព្រោះតម្រូវការរំពឹងនឹងវាខ្ពស់ចឹងហើយយើងត្រូវប្រែក្លាយច្រកចេញចូលតែមួយរបស់យើងនេះឲ្យទៅជាមជ្ឈមណ្ឌលប្រជាជន